នេះបងដើម្បីច្បាស់ខ្ញុំថតវីដេអូភ្លាមៗបងមើលបងនេះទីតាំងខ្ញុំគឺមុខសមុទ្រចឹងបងស្រួលទេនេះកន្លែងញ៉ាំអីរេស្តូរ៉ង់គឺញ៉ាំអាហារមើលទេសភាពមើលផ្លូវថ្នល់មើលទឹកកន្លុកអីចឹងក៏បានដែរហើយរេស្តូរ៉ង់ហ្នឹងជាប់ជាមួយអាហារទឹកនេះខ្លះៗហារទឹកលេងហ្នឹងទៅចាស់ហូបអីញ៉ាំលេងហ្នឹងមើលទេសភាពចឹងទៅមកស្រួលចឹងបងអត់បាក់ទេហើយបន្ទប់គឺនៅគៀកគេហ្នឹងឯងប៉ុន្តែដោយសារតែថ្ងៃសៅរ៍ទី13ហ្នឹងគឺគេក៏អស់ហើយចឹងនៅតែមួយដែលខ្ញុំជម្រាបបងហ្នឹងឯងតែខ្ញុំចង់ឲ្យបងឃើញថាតើតង់ឲ្យបន្ទប់ពីនៅជាមួយគ្នាស្រួលមិនចឹងសមាជិកបងដល់10នាក់បើយកបន្ទប់តែមួយវាជាពេកខ្លាចបាក់គេខ្ញុំសិនជាក់ទុកឆ្នេះចឹងនេះប្រភេទតង់នៅមុខចឹងបន្ទប់ដែលនៅទីនេះគឺបន្ទប់មួយនេះបងបន្ទប់ B05 នេះចឹងបន្ទប់ហ្នឹងឲ្យវាមានតង់នៅមុខជាមួយឯងចឹងខ្ញុំរីកមិនឲ្យបងយកបន្ទប់ហ្នឹងមួយហើយតង់ហ្នឹងមួយទៅសម្រាប់សមាជិកបង10នាក់ជាងគឺបងគេងបានហើយបន្ទប់ហ្នឹងយើងរៀបចំប្រភេទបន្ទប់ក្រែ3ចឹងទៅហើយតង់ក្រែ2ទៀតទៅមកស្រួលគេងដោយសារមុនហ្នឹងមានបងប្រុសម្នាក់គាត់មុនបងបន្តិចគាត់យក3បន្ទប់ប្រហើយនេះគាត់យកនេះមួយហើយអាពីរនេះទៀតគាត់យកបាត់ទៅអានេះបន្ទប់គ្រួសារធំផ្លោះចូលគ្នាក្រែ5ដែលអាចគេមិន10នាក់ជាងបងប្រុសគាត់យកបាត់ហើយមិញពួកកន្លែងនេះវាទួយតែនេះហើយខ្ញុំដើរមកជុំផុតសបោដើមឈើសបោមកលុបចឹងបងចឹងជម្រើសមានតែប៉ុណ្្នឹងទេមានបងយកបន្ទប់ហ្នឹងនេះបន្ទប់កណ្ដាលនេះជាមួយតង់ហ្នឹងទៅគេងបានហើយ